ពីការស្រពោចអង្គុយគឺឲ្យសាលាបន្តបង្កើតកម្មវិធីដើម្បីឲ្យក្មេងៗបានបង្ហាញពីសមត្ថភាពឬក៏ការចូលរួមផ្សេងៗដើម្បីបង្កើតជាក្រុមធ្វើឲ្យផ្សេងៗទៀតដើម្បីឲ្យគាត់មានការរីកចម្រើនបាទខ្ញុំឈ្មោះងុនមេលជាអ្នកព្យាបាលរបស់អូនវឌ្ឍនានិងអូនមូនីរ៉ាដែលយើងនៅសាលាបញ្ញវន្តខ្មែរយើងហ្នឹងបាទសម្រាប់ខ្ញុំឃើញថាអ្វីដែលសាលាបានបង្កើតនេះគឺមានសកម្មភាពល្អសម្រាប់កូនយើងដែលបានមកចូលរួមធ្វើជាក្រុមធ្វើបទបង្ហាញឬក៏ថាការកែច្នៃវត្ថុផ្សេងៗដូចជាសម្ភារៈទាំងអស់ហ្នឹងគឺធ្វើឲ្យពេលមានការអភិវឌ្ឍហើយនឹងមានការស្រាវជ្រាវការយល់ដឹងពីជុំវិញខ្លួនបានច្រើនតកតងនឹងការសិក្សារបស់គាត់មិនទៅគ្រីអេតពីគាត់ឲ្យបានប្រសើរជាងមុនទៅលើការសិក្សាដើម្បីស្វែងយល់ពីការរស់នៅឬក៏ពីការធ្វើអ្វីមួយបាទដោយសាលាបានរៀបចំឲ្យដើម្បីឲ្យសិស្សយើងមានសកម្មភាពក្នុងការហ្វឹកហាត់ឬក្នុងការរៀនបន្ថែមទៅលើកម្មវិធីសាលារបស់យើងពីការស្រពោចអង្គុយគឺឲ្យសាលាបន្តបង្កើតកម្មវិធីដើម្បីឲ្យក្មេងៗបានបង្ហាញពីសមត្ថភាពឬក៏ការចូលរួមផ្សេងៗដើម្បីបង្កើតជាក្រុមធ្វើឲ្យផ្សេងៗទៀតដើម្បីឲ្យគាត់មានការរីកចម្រើនដើម្បីបង្ដល់ទៅចំណេះដឹងបង្កើតចំណេះដឹងគាត់ពីវិទ្យានៅផងពីការធ្វើអាជីវកម្មផ្សេងៗឬក៏ការកែច្នៃប្រើថាអង្គុយមើលព្រះអាទិត្យអីផ្សេងៗទៀតដើម្បីឲ្យវាមានការរីកចម្រើនសម្រាប់កូនយើងអញ្ចឹងណាបាទអរគុណច្រើន